ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំនឹងបង្ហាញពីការរៀបចំឈុតដល់ M15 Plus ទៅខាងកំពង់សោមខាងលើសម្រាប់បងប្អូននៅនឹងខាងខេត្តកុំបារម្ភថាតិចវេលុយមកភ្លាមខ្ញុំប្លុកបោកផ្លែតអីអត់ទេណានេះមួយកេះខ្ញុំកំចូលឯងនៃ M15 Plus សុទ្ធទេណាហើយនេះគឺខ្ញុំនឹងរៀបចំចេញទៅឲ្យតែម្ដងអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនណាកុំមានការភ័យបារម្ភទាំងអស់ឥឡូវចង់និយាយថាចេះបងប្អូនអាចចូលទៅមើលជាមួយនឹង page របស់ខ្ញុំមិនដល់ទុកចិត្តទេតែគ្រាន់តែចង់ឲ្យច្បាស់អាហ្នឹងវាត្រូវហើយឥឡូវបងប្អូនមើលទៅការលក់ការនិយាយរបស់ខ្ញុំវីដេអូមើលបរិយាកាសនិងសម្លេងរបស់មនុស្សតតែហ្មងអត់មានយកវីដេអូគេទេឥឡូវបងប្អូនមើលលើ page ខ្ញុំនេះឥឡូវមើលអ្នកទិញខ្ញុំមើលឥឡូវយើងស្រួលមើលទៅលើលេខទូរស័ព្ទទីតាំងតើបងប្អូនខ្លាចអត់ឃើញទេឥឡូវបើទេទៅធ្វើច្រឡំលេខគេបងនៅណាបើគេឆ្លើយថានៅណានៅគីឡូ7ច្បាស់ហើយថាញៀវយើងឥឡូវខ្ញុំមានទៅពេលទៅណីណាដើម្បីមកអង្គុយសើជ្រាវលេខទូរស័ព្ទអ្នកទិញខ្ញុំឲ្យមិនលក់តែដៃគេ$30មកទេលក់ច្រើនហើយបើសិនជាខ្ញុំប្រើពេលវេលានេះយកមកអង្គុយរកស៊ីត្រឹមត្រូវវាមិនល្អជាងឥឡូវមើលភ្ញៀវខ្ញុំដែលគាត់ឆាតមកទិញអីវ៉ាន់ចុះមើលនៅនេះភ្ញៀវទិញអីវ៉ាន់វេលុយអីហើយណានំពេញណាបាទទូបានអូនខ្ញុំនៅដៃមិនឲ្យខ្ញុំមានតែជួយអរគុណណាខ្ញុំខ្លាចតែមានតែអ្នកដឹកខ្ញុំតែអត់លើកហើយខ្ញុំមានតែខ្លាចអត់បានអីវ៉ាន់ដល់គេទៀតណាគេវេលុយអីហើយនឹងអ្នកនៅបងដែលនៅពេញហ្មងបាទទូបានអូនខ្ញុំនៅដៃមិនឲ្យខ្ញុំចឹងមានភ្ញៀវខ្ញុំជាច្រើនណាស់ដែលគាត់បានទិញខ្ញុំត្រឹមត្រូវអញ្ចឹងបាទខ្ញុំចង់និយាយថាចេះបងប្អូនខ្ញុំទំនុកចិត្តឲ្យ100%គាត់ថាអញ្ចេះរយវ៉ាន់បូតខែសុំបងទូទាត់មុនបើដាក់តាមវិទ្យាបន្ថែមដូចជាធីតែបើដាក់តាមតកងឡានអីបងមិនចាំមិនភ័យបារម្ភទេចាំឃើញអីវ៉ាន់ហើយចាំហែកប្រអប់អីសេចក្ដីបងក៏បានដែរហេតុអីដោយសារតែខ្ញុំធ្លាប់មានមេយ៉ាងនេះច្បាស់ណាស់ឆាតមកខ្ញុំតាំងពីយប់រហូតដល់ភ្លឺយកបងតែលេខទីតាំងបែរនេះខ្ញុំឲ្យមកបងប្អូនណាខ្ញុំមិនសេហើយណាខ្ញុំទៅដល់វិរៈមុនថាមចំថតពីកាយបានឲ្យគាត់ឬក៏អីហើយគ្មានទេបាត់ឆឹងបាត់អីលេងឆ្លើយលេខអីយើងមកលេងចឹងអត់ទេបងប្អូនសម្រាប់បងប្អូននៅវិរៈមុនថាមផ្ញើអីក្នុងមកទូទាត់មុនមកខ្ញុំអត់ខាត់กระดาษខ្ញុំអត់ខាត់ពេលវេលារបស់ខ្ញុំអញ្ចឹងនេះសម្រាប់ដៃមកគូនឹងដែរខ្ញុំនឹងធ្វើការឆែកឲ្យហើយតែម្ដងឆែកទៅតើអត់មានបញ្ហាអីទាំងដុំម៉ាស៊ីនទាំងនេះហ្មងនេះឃើញទេអានេះគឺជាដុំរបស់M15 Plusដៃខ្ញុំមកជំនាញថតដៃខ្ញុំមកជំនាញកាន់នេះឃើញទេអញ្ចឹងនៅតែអត់មានបញ្ហាអីណាមួយទើបខ្ញុំរៀបចំផ្ញើទៅបងប្អូនសម្រាប់ឈុត gram M15 Plus នេះគឺខ្ញុំទើបតែចូលស្តុកមួយកេះទៀតតែម្ដងចឹងសម្រាប់បងប្អូនដែលគាត់តែងទៅរក X9 Pro ពេលដែលមានស្តុកបងប្អូនតែងតែនិយាយថាអញ្ចេះអុយថ្លៃម៉េះគេលក់តែប៉ុណ្នេះគេលក់តែប៉ុណ្នោះចឹងខ្ញុំបានជម្រាបតាថា X9 Pro មានលក្ខណៈខុសគេចឹងបានវាថ្លៃទាំងម៉ាស៊ីនទាំង game តែដល់ពេលបងដែលគាត់ឃើញការ review អាបែបអញ្ចេះរបស់ខ្ញុំទៅនេះដូចអត់សូវជាងX9 Pro នេះទៅដងជាងចង់បាន X9 ដល់ពេលខ្ញុំខំស្រាវជ្រាវទៅយកអាម៉ូតថ្មីដែលមានតម្លៃសមរម្យជាងតែធម្មតារបស់យើងតម្លៃធូរជាងវាគុណភាពផ្សេងទៅទៀតហើយតែបងប្អូនបែរជារៀនតែងចាំ X9 Pro ឥឡូវប្រហែលជាមួយអាទិត្យជាងទៀតខ្ញុំយកចូលមកមួយជើងនេះទៀតនឹងសម្រាប់ X9 Pro ចេញឆ្នាំមុនណា X9 Pro ចេញឆ្នាំមុនសម្រាប់ M15 Plus នេះចេញចូល2ឆ្នាំហ្នឹងហើយបើសម្រាប់M22 Ultra នេះចេញឆ្នាំហ្នឹងឯងតែចេញមិនដល់មួយខែថាមួយខែចុះមកដល់ដៃខ្ញុំអញ្ចឹងណាតែសម្រាប់ខ្ញុំដល់មួយខែត្រឹមត្រូវទេអញ្ចឹងបងប្អូនណាកុំភ័យបារម្ភតិចវវអាផេកមួយនេះអញ្ចឹងណាហៅអញ្ចឹងហ្មងអាផេកមួយនេះ Hello វាបោករួចបោកទៅអីបើយកពេលវេលានឹងរកស៊ីមិនចំណេញជាងខ្ញុំបាត់បង់ឈ្មោះខ្ញុំខូច page 12 3ណាប៉ុន្តែខ្ញុំអត់ដែរដូរលេខទូរស័ព្ទដូរសំឡេងឬក៏ដូរឈ្មោះឲ្យសុខចិត្តដាក់1 2 3តាមនឹងអញ្ចឹងទៅខ្លាចភ្ញៀវរត់ឃើញមានភ្ញៀវខ្លះទៅតាមទៅ page ចាស់ខ្ញុំណា page electronic store មួយដែលគេត្រូវបាន hack ហ៎អញ្ចឹងក៏ខ្ញុំគេនៅតាមឆាត Telegram មកខ្ញុំដែរខ្ញុំមកដូរលេខដូរទាំងអស់ព្រោះអ្នកលក់ឲ្យខ្ញុំដូរលេខទេឲ្យមើលលេខទូរស័ព្ទ3ខ្សែទេមកបងទេមកលេខនេះឈ្មោះ QR code ទៅដាក់ឈ្មោះខ្ញុំដែរខ្ញុំខ្លាចតែអត់ស្គាល់ខ្ញុំវិញមិនមែនខ្ញុំខ្លាចបងប្អូនខ្ញុំអត់ឃើញទេអញ្ចឹងអរគុណច្រើនណាស់បងប្អូនណាដែលនៅតែជឿទុកចិត្តលើ page ខ្ញុំអរគុណ